កម្ពុជាទើបតែទទួលបានសម្បត្តិអញ្ជើញជាផ្លូវការពីលោកប្រធានាធិបតី Donald Trump ដើម្បីចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពដែលផ្ដួចផ្ដើមបង្កើតឡើងដោយលោក Donald Trump ខ្លួនឯងផ្ទាល់នេះបើយោងតាមការបង្ហោះដោយពេកផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជាកាលពីយប់ថ្ងៃពុធទី21ខែមករាឆ្នាំ2026គិតមកដល់ពេលនេះអាមេរិកបានអញ្ជើញប្រមាណជាង60ប្រទេសហើយដើម្បីចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពមួយនេះរាប់ចាំតាំងពីរុស្ស៊ីចិននិងបណ្ដាប្រទេសជាច្រើនទៀតហើយនៅក្នុងនោះក៏មានកម្ពុជាផងដែរក្រុមប្រឹក្សាសន្តិភាពនេះហាក់មានលក្ខណៈស្រដៀងទៅនឹងអង្គការសហប្រជាជាតិដែរដើម្បីដោះស្រាយបញ្ហាពិភពលោកនិងបញ្ហាសង្គ្រាមផ្សេងៗគួររំលឹកផងដែរថាលោកត្រាំធ្លាប់បានលើកឡើងថាអង្គការសហប្រជាជាតិគឺជាអង្គការមួយដែលអសមត្ថភាព